ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកឡើងអំពីជំនាញតាក់ទងនឹងទស្សនវិជ្ជាហើយមានសិស្សានុសិស្សមួយចំនួនដែលគាត់រៀនចប់ទី12ហ្នឹងគាត់ចង់ដឹងអំពីជំនាញមួយនេះថាសប្តាហ៍ថ្ងៃហ្នឹងវាយ៉ាងម៉េចដែរបើតាមយោបល់របស់ខ្ញុំនិងការយកឃើញរបស់ខ្ញុំគិតថាជំនាញទស្សនវិជ្ជាហ្នឹងគឺអឺអាចធ្វើបានតែធ្វើគ្រូបរិញ្ញាបត្រទេបានន័យថាបងអូនមករៀនប្រឡងចូលសាលាភូមិភ្នំពេញហើយអូនរៀនចប់អូនអាចដាក់ប្រឡងក្របខ័ណ្ឌធ្វើគ្រូឲ្យបានប៉ុន្តែបើសិនជាអូនចង់ទៅធ្វើការងារអីផ្សេងទៀតគឺអត់មានអ្នកគេរើសទេព្រោះភាគច្រើនគេរើសតែខាងផ្នែក sales marketing HR sale ហ្នឹងហើយនឹងគណនេយ្យនិងហិរញ្ញវត្ថុហើយបងក៏ឲ្យជាយោបល់ដែរថាសម័យឥឡូវតំណែងឡើងថ្លៃអូនប្រាក់ខែគ្រូបរិញ្ញាបត្រមិនមែនថាគេអត់ឡើងទេគេឡើងឲ្យតែតិចតួចអញ្ចឹងចាយវាអត់សូវគ្រាន់ទេបើសិនជាអូននៅខាងខេត្តអីទៀតគឺពិបាករៀងចាយវាបន្តិចតែបើថាអូនឯងឆ្លាញ់ជំនាញធ្វើគ្រូបរិញ្ញាបត្រហើយបងអាចរៀនបានព្រោះតែបងប្រាប់ហើយថាឥឡូវអត់មានអ្នកគេរើសទេមានតែខាងធ្វើគ្រូនឹងហើយប្រឡងចូលក្របខ័ណ្ឌនឹងហើយបើសិនជាអូនឯងចង់ធ្វើគ្រូអូនឯងគួរតែរកមុខរបរអីផ្សេងទៀតទៅដើម្បីគប់ផ្សំគ្នាអីអញ្ចឹងអូនឯងត្រូវយល់ថាសម័យឥឡូវគឺជាសម័យ digital គេមានបច្ចេកវិទ្យាខ្ពស់គេមាន AI ហើយ AI នឹងឥឡូវអ្នកណាក៏អាចរៀនតាមប្រព័ន្ធ AI នឹងបានដែរចង់រៀនភាសាតាម AI ចង់រៀនអីក៏តាម AI យើងអត់ចាំបាច់ត្រូវការទៅរៀននៅក្នុងសាលាទេគ្រាន់ថាពីទៀតទៅ5ទៅ10ឆ្នាំទៅមុខទៀតវានឹងវិវត្តទៅតាមផ្លូវហ្នឹងហើយអញ្ចឹងការងារដែលអូនឯងគិតថាចង់ធ្វើគ្រូហ្នឹងក៏វាមានបញ្ហាប្រឈមត្រង់បច្ចេកវិទ្យាទំនើបហ្នឹងដែរនៅពេលដែលក្មេងៗទាំងអស់គាត់មានទូរស័ព្ទហើយ smartphone គាត់អាចចូលមើលអ៊ីនធឺណិតគាត់ចេះភាសាគាត់អាចហៅមើលឯកសារអីបានគ្រប់សពពេលខ្លះការងារគ្រូបរិញ្ញាបត្រហ្នឹងក៏មានការប្រឈមនឹងតម្រូវការទៀតផងដែរហើយមិនថាទស្សនវិជ្ជានឹងអត់ល្អអីទេប៉ុន្តែធ្វើម៉េចបើទីផ្សារបច្ចុប្បន្នយើងគេទៅខាងផ្នែករបៀបដូច business ច្រើនជាងអញ្ចឹងណាហើយការរៀនទស្សនវិជ្ជាហ្នឹងបើសិនជាបងវិញបងចូលចិត្តទិញសៀវភៅយកមកអាននៅផ្ទះវិញវាមានទស្សនវិទូជនជាតិក្រិចជនជាតិនេះជនជាតិបារាំងជនជាតិអាល្លឺម៉ង់អីអញ្ចឹងយើងអាចទិញបានឬក៏យើងអាច download PDF file ពីអ៊ីនធឺណិតមកមើលបានដោយខ្លួនឯងនៅផ្ទះអត់ចាំបាច់ទៅរៀនបញ្ញាបត្រទេនឹងជាយោបល់របស់បងហើយនេះគ្រាន់តែជាយោបល់សម្រាប់ជួយដល់ការគិតរបស់បងប្អូនទេប៉ុន្តែបងប្អូនអាចយកទៅពិភាក្សាជាមួយឪពុកម្ដាយនិងគ្រួសារបានថាគួររើសជំនាញណាដើម្បីយើងអាចចិញ្ចឹមជីវិតរស់ដល់ថ្ងៃក្រោយពីព្រោះយើងកុំគិតយើងកុំសម្រេចចិត្តអីតែមួយពេលហ្នឹងពេលខ្លះការងារដែលយើងស្រឡាញ់ហ្នឹងវាអាច4-10ឆ្នាំក្រោយហ្នឹងវាពិបាកក្នុងការរកឬក៏ប្រាក់ខែវាកាន់តែទាបទៅអញ្ចឹងបងប្អូនត្រូវសម្រេចចិត្តឲ្យបានច្បាស់អរគុណច្រើន